ពិធីច្រត់ព្រះនង្គ័លល្អជាងថ្ងៃនេះព្រះវរបិតាឲ្យតាក់តែងព្រះនគរចាត់ព្រះរាជពិធីដល់ឱឡារិកមួយឆ្នាំទៅបានឃើញម្ដងពួកអ្នកទៅមើលចុះណាយើងនៅអង្គុយលេងនៅម្ដុំនេះមិនចាំបាច់បារម្ភទេបាទដូច្នេះខ្ញុំម្ចាស់សូមអនុញ្ញាតទៅមើលមួយភ្លែនចាប់ពិធីខ្ញុំម្ចាស់នឹងត្រឡប់មកវិញក្រាបទូលការព្រះកុមារសទ្ធត្ថនៅមួយអង្គឯងកណ្ដាលភាពស្ងប់ស្ងាត់ទើបទ្រង់អង្គុយសមាធិរហូតបានសម្រេចបឋមฌានក្នុងពេលនោះជាពេលរសៀលស្រមោលនៃដើមឈើទាំងឡាយជ្រេទៅតាមពន្លឺថ្ងៃប៉ុន្តែស្រមោលនៃដើមពេញនោះត្រឡប់ទៅជាមិនជ្រេទៅដោយដើមឈើដទៃឡើយការព្រះភីលៀងត្រឡប់មកវិញកូននាំគ្នាអស្ចារ្យថ្លៃក្នុងចិត្តហើយបាននាំសេចក្តីនេះទៅក្រាបទូលព្រះបានសទ្ធត្ថនៈឲ្យទ្រង់ជ្រាបព្រះអង្គទើបប្រញាប់យាងមកទើបប្រណេតឃើញភាពអស្ចារ្យការដែលបទយើងប្រសូតថ្មីអាសិទ្ធិរបស់មកមើលពិចារណាបទរបស់យើងហើយក៏ក្រាបបាតទៀតដោយមិនបានតាំងចិត្តជាមុនទៀតយើងក៏បានក្រាបបង្គំម្ដងហើយដែរហើយពេលនេះបទរបស់យើងបានសម្ដែងបរិហារឲ្យឃើញម្ដងទៀតយើងក៏សូមក្រាបថ្វាយបង្គំជាលើកទី2ការដែលព្រះកុមារសទ្ធត្ថចម្រើនវ័យមានព្រះជន្មា7ព្រះវស្សាព្រះបានសទ្ធត្ថនៈក៏បានបញ្ជាឲ្យសេនាអាមាត្យជីកស្រះឡើង3នៅក្នុងព្រះបរមរាជវាំងដើម្បីឲ្យព្រះរាជរស់លេងតាមសប្បាយប្រតិយរួមជាមួយនឹងពួកសហាយរួមវ័យតែមួយជាមួយគ្នាការព្រះកុមារមានវ័យចម្រើនល្មមសមគួរនិងបានទទួលការសិក្សាសិលវិជ្ជាទៅព្រះរាជបិតាទ្រង់បញ្ជូនទៅសិក្សាឯសំណាក់លោកគ្រូឈ្មោះវិសាវមិត្តព្រះអង្គទ្រង់បានសិក្សាសិលសាស្ត្រ18ប្រការរហូតជំនាញក្នុងពេលមិនយូរប៉ុន្មានក៏ជាទីពេញចិត្តដល់លោកអាចារ្យដែលផ្ទេរចំណេះវិជ្ជារហូតអស់ចំណេះដឹងរបស់ខ្លួនលោកអាចារ្យដែលនឹងបង្រៀនតទៅទៀតធនីគារ ABA សូមណែនាំមុខងារការពីសុវត្ថិភាពថ្មីទំនើបនិងឈានមុខគេបង្អស់នៅក្នុង ABA Mobile ឈ្មោះថាសាមុខការព្រះកុមារសទ្ធត្ថមានព្រះជន្មាយុបាន16ព្រះវស្សាព្រះបានសទ្ធត្ថនៈបានបញ្ជាឲ្យសេនាអាមាត្យកសាងប្រាសាទ3ខ្នងដើម្បីជាទីប្រថាប់របស់ព្រះរាជរស់ក្នុងរដូវកាលនីមួយៗព្រះបានសទ្ធត្ថនៈគឺទ្រង់គិតរកគ្រប់វិធីមិនឲ្យព្រះរាជកុមារបានចេញសាងព្រះភ្នោះទើបទ្រង់ពិភាក្សាជាមួយពួកសេនាអាមាត្យដើម្បីដណ្ដឹងព្រះនាងយសោធរាពំពីមុខអភិសេកជាព្រះជាយារបស់ព្រះកុមារសទ្ធត្ថកាលវេលាកន្លងទៅរហូតព្រះកុមារសទ្ធត្ថមានព្រះជន្មាយុបាន29ព្រះវស្សានៅខាងក្រៅព្រះបរមរាជវាំងគឺគ្មានអ្វីគួរឲ្យចង់ទតមើលទេណាបុត្រតាំងពីបុត្រនៅក្មេងរហូតមកដល់វ័យនេះបុត្រមិនដែលបានចេញទៅខាងក្រៅកំផែងនៅខ្ពស់របស់រាជវាំងសោះព្រះបិតាបុត្រចង់ឃើញខ្លះក្រាបទូលថាវាយ៉ាងម៉េចខ្លះទៅមិនមានកន្លែងណាគួរឲ្យចង់មើលហើយរស់នៅបានសេចក្តីសុខដោយរាជវាំងទេណាបុត្រតែបើដូច្នេះបុត្រចង់ចេញទៅមើលឲ្យឃើញនឹងភ្នែករបស់បុត្រម្ដងព្រះបិតាអនុញ្ញាតបុត្រយើងចេញទៅក្រាបទូលហើយបើជាបំណងរបស់បុត្រ
បៃតាក៏មិនចំទាស់ដែរបៃតានឹងបញ្ជាឲ្យត្រៀមរាជរថស្អែកព្រឹកនេះចាំចេញទៅក៏បានហើយណាអបតៃនឹងព្រះបៃតាទូបង្គំសប្បាយចិត្តណាស់អូនៅខាងក្រៅរាជវាំងគឺអញ្ចឹងតាណោះហេតុអីក៏ព្រះបិតាទើបទ្រង់ប្រាប់ថាមិនមានអ្វីគួរចង់មើលហើយមិនចង់ឲ្យឃើញសោះអញ្ចឹងណោះឆានអាម៉ានឈប់រទេះសិនទៅមានអ្វីទៅព្រះអង្គមើលបរិនោះសិនទៅណាហេតុអីក៏គាត់មានស្បែកជ្រឿជ្រួញដើរទៅមុខមិនសូវរួចដូចអ្នកដតីសោះអញ្ចឹងអូនោះគឺមនុស្សចាស់ក្រាបទូលមនុស្សចាស់មនុស្សយើងពេលមានជីវិតរស់នៅយូរទៅក៏ទៅជាសភាពបែបនេះគ្រប់គ្នាក្រាបទូលគ្រប់គ្នាទៅតែមានសភាពបែបនេះគ្រប់គ្នាអញ្ចឹងឯងឆានអាម៉ានឈប់រទេះសិនទៅមានការអីទៀតហើយព្រះអង្គហេតុអីបរមម្នាក់នោះអង្គុយញ័រខ្លួនបែបនេះនោះ